ហើយដើម្បីមនុស្សខ្លះរកបានប្រាក់ខែដូចអ្នកតែប៉ុន្មានឆ្នាំក្រោយគេមានផ្ទះមានឡានកាលណាដែលអ្នកគ្មានលុយសន្សំចម្លើយមួយគឺពួកគេមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ការចាប់ផ្ដើមចំណុចទី1ដឹងថាអ្នកចង់បានអ្វីកុំគ្រាន់តែចង់មានលុយប៉ុណ្ណេះប៉ុណ្ណោះតែត្រូវកំណត់ឲ្យច្បាស់ថាអ្នកចង់ទិញផ្ទះទិញម៉ូតូបង្កើតអាជីវកម្មឬមានប្រាក់សម្រាប់ជារនាំងការពារនៅពេលគ្រាអាសន្នចំណុចទី2កំណត់ពេលវេលាបើអ្នកចង់សន្សំលុយ6លានរៀលក្នុងត្រឹមរយៈពេល1ឆ្នាំនោះអ្នកត្រូវសន្សំ50,000រៀលជារៀងរាល់ខែពេលមានគោលដៅច្បាស់អ្នកនឹងដឹងថាត្រូវធ្វើអ្វីជារៀងរាល់ខែចំណុចទី3ចំណាយតាមផែនការមុននឹងទិញរបស់ដែលមិនចាំបាច់សួរខ្លួនឯងថាការចំណាយនេះនឹងធ្វើឲ្យខ្ញុំខិតជិតដល់គោលដៅឬនៅឆ្ងាយពីគោលដៅចំណុចទី4តាមដានជាប្រចាំរៀងរាល់ខែសូមពិនិត្យមើលថាអ្នកសន្សំបានប៉ុន្មានចំណាយលើផែនការឬទេបើខុសផែនការសូមកែសម្រួលភ្លាមចងចាំថាគោលដៅហិរញ្ញវត្ថុមិនមែនសម្រាប់អ្នកមានទេប៉ុន្តែសម្រាប់អ្នកដែលចង់ក្លាយជាអ្នកមានចាប់ផ្ដើមពីជំហានតូចៗនៅថ្ងៃនេះនោះអនាគតហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែរឹងមាំបើវីដេអូនេះមានប្រយោជន៍សូមកុំភ្លេច like share និង subscribe Channel របស់យើងដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីហិរញ្ញវត្ថុសូមអរគុណ